វាធ្វើចលនាក្រោមផ្ទៃសមុទ្រដោយស្រមោលលឿនស្ងាត់ស្ងៀមពោពេញដោយថាមពលគ្រប់គ្រាន់ដើម្បីជន់ពន្លិចទីក្រុងនានានៅសហរដ្ឋអាមេរិកនិងអឺរ៉ុបវាជាអាវុធទំនើបចុងក្រោយរបស់រុស្ស៊ីដែលលោកប្រធានាធិបតីពូទីនឲ្យឈ្មោះថា Drone មហាប្រឡាយ Poseidon ដើរដោយថាមពលនុយក្លេអ៊ែរដំបូងបំផុតនៅក្នុងពិភពលោកប៉ុន្តែអាមេរិកបានហៅអាវុធនេះថានុយក្លេអ៊ែរមហន្តរាយ Torpedo Poseidon មានរាងដូចមីស៊ីលមានប្រវែង20ម៉ែត្រអង្កត់ផ្ចិត2ម៉ែត្រប៉ុន្តែវាខុសពីមីស៊ីលត្រង់ថាមីស៊ីលបាញ់ពីសមុទ្រហោះទៅលើអាកាសមុនផ្លោងទៅគោលដៅណាមួយក៏ប៉ុន្តែ Poseidon របស់រុស្ស៊ីត្រូវបញ្ចេញពីនាវាមួយទឹកហើយវាបន្តបណ្ដែតខ្លួននៅក្នុងសមុទ្រក្នុងល្បឿន185គីឡូម៉ែត្រក្នុង1ម៉ោងនិងបានចម្ងាយជាង10000គីឡូម៉ែត្រដោយខ្លួនឯងវាត្រូវនាំផ្លូវដោយបញ្ញាសិប្បនិម្មិតអាចកិច្ចគ្រប់ឧបសគ្គនៅក្នុងសមុទ្រនិងដំណើរការដោយរេអាក់ទ័រនុយក្លេអ៊ែរដោយមិនចាំបាច់ចាក់ប្រេងនិងដែលរ៉ាដាមិនអាចចាប់បាននេះបើយោងទៅតាមគេហទំព័រ Naval Technology និង Euronews អ្វីដែលគួរឲ្យខ្លាចគឺវាផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ជិត100តោនMilitary Aerospace វាតម្លៃថាប្រសិនបើបំផ្ទុះនៅក្រោមទឹកនៅជិតឆ្នេរសមុទ្រណាមួយកម្លាំងផ្ទុះនឹងបង្កើតបានជារលកដ៏ធំមួយប្រហាក់ប្រហែលទៅនឹងរលកយក្សស៊ូណាមីដែលអាចជន់ពន្លិចទីក្រុងនានារួមទាំងទីក្រុងញូវយ៉កឬក៏ទីក្រុងឡុងមិនតែប៉ុណ្ណោះវាថែមទាំងបន្សល់នៅសារធាតុពុលជាច្រើនទសវត្សរ៍ទៀតផងប្រតិបត្តិអ្នកវិទ្យាសាស្ត្រអាតូមិកបានឲ្យដឹងថារុស្ស៊ីបានចាប់ផ្ដើមអភិវឌ្ឍ Drone មហាប្រឡាយ Poseidon នៅឆ្នាំ2015និងបានចាយពេលជាច្រើនឆ្នាំសម្រាប់ការធ្វើតេស្តនិងអស់ប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើឲ្យវាល្អឥតខ្ចោះរុស្ស៊ីបានបង្ហាញអាវុធនេះលើកដំបូងនៅឆ្នាំ2018ហើយនៅឆ្នាំ2023រុស្ស៊ីបានរាយការណ៍ថា Poseidon រួចរាល់សម្រាប់ប្រតិបត្តិការនៅថ្ងៃទី28ខែតុលាឆ្នាំ2025រុស្ស៊ីបានធ្វើតេស្តបង្ហោះ drone ដ៏ប្រឡាយនេះចេញពីនាវាមួយទឹកដោយជោគជ័យរុស្ស៊ីក្រុងផលិត Poseidon ចំនួន30គ្រឿងយោងតាមសាលាបណ្ដុះបណ្ដាលគោលនយោបាយ Hershey របស់អាល្លឺម៉ង់សហរដ្ឋអាមេរិកចិននិងអង់គ្លេសសុទ្ធតែមាននាវាមួយទឹកនុយក្លេអ៊ែរទំនើបក៏ប៉ុន្តែមិនមាន drone ក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរដឹកនាំដោយ AI និងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយរបស់រុស្ស៊ីនេះទេ